Hello， 大家好，欢迎来到 PPL 分享中文。今天我们将继续学习第3课第4集的绘画。បាទសូមគោរពសួស្តីនិងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ PPL ចែករំលែកភាសាចិនថ្ងៃនេះផងដែរយើងនឹងបន្តសិក្សានៅមេរៀនសន្ទនាទី3ភាគ4ទាំងអស់គ្នាបាទកុំឲ្យខាតពេលយូរដូច្នេះយើងចូលទៅកាន់មេរៀនយើងតែម្ដងបាទសូមមើល clear A របស់យើងគេបាននិយាយថា明天老师要检查作业你的作业做完了吗如果有不会的地方我们可以一起复习បាទសូមម្ដងទៀត明天老师要检查作业你的作业做完了吗如果有不会的地方我们可以一起复习បាទយើងបកប្រែថាថ្ងៃស្អែកគ្រូនឹងពិនិត្យកិច្ចការផ្ទះតើអ្នកធ្វើកិច្ចការផ្ទះរបស់អ្នករួចហើយឬនៅបើមានកន្លែងណាមិនចេះយើងរំលឹកវាជាមួយគ្នាបានបាទសូមមើលពាក្យថា检查យើងប្រែថាពិនិត្យឬក៏អាចប្រែថាត្រួតពិនិត្យណាពាក្យថា检查作业យើងប្រែថាពិនិត្យកិច្ចការផ្ទះឬពាក្យថា做完了ប្រែថាធ្វើរួចហើយខ្មែរយើងចំណាំនិយាយថាធ្វើហើយណាបាទឬក៏ធ្វើចប់ហើយណាបាទពាក្យថា不会的地方យើងប្រែថាកន្លែងដែលមិនចេះបាទន័យថាត្រង់ចំណុចអត់ចេះបាទពាក្យថា地方ប្រែថាកន្លែងបាទសូមអាននិងបកប្រែ clear A យើងម្ដងទៀតទាំងអស់គ្នា明天老师要检查作业你的作业做完了吗如果有不会的地方我们可以一起复习ថ្ងៃស្អែកគ្រូនឹងពិនិត្យកិច្ចការផ្ទះតើអ្នកបានធ្វើកិច្ចការផ្ទះរបស់អ្នករួចហើយឬនៅបើមានកន្លែងណាមិនចេះយើងអាចរំលឹកវាជាមួយគ្នាបានបាទ clear B របស់យើងគេបានឆ្លើយថា我已经做完大部分了不过还有几道题不太明白谢谢你愿意帮我សូមម្ដងទៀត我已经做完大部分了不过还有几道题不太明白谢谢你愿意帮我បើយើងបកប្រែថាខ្ញុំធ្វើរួចភាគច្រើនហើយប៉ុន្តែនៅមានសំណួរ 2-3 ទៀតដែលខ្ញុំនៅមិនទាន់យល់ច្បាស់អរគុណដែលអ្នកសុខចិត្តជួយខ្ញុំបាទសូមមើលត្រង់ clear ថា已经做完យើងប្រែថាបានធ្វើរួចឬក៏បានធ្វើរួចហើយណាពាក្យថា做完大部分ប្រែថាធ្វើរួចភាគច្រើនឬបានធ្វើហើយភាគច្រើនអីហ្នឹងបាទយើងចំណាំនិយាយធ្វើហើយភាគច្រើនហ្នឹង做完大部分បាទពាក្យថា大部分ប្រែថាភាគច្រើនចំណែកពាក្យថា不过យើងប្រែថាប៉ុន្តែក៏ប៉ុន្តែតែប្រែបានណាបាទពាក្យថា还有几道题ប្រែថានៅមាន 2-3 សំណួរទៀតឬក៏នៅមានសំណួរ 2-3 ទៀតណាបាទពាក្យថា几道题ប្រែថា 2-3 សំណួរឬក៏សំណួរ 2-3 ណាពាក្យនេះត្រឡប់ត្រឡិនទេណា几道题 2-3 សំណួរឬក៏អាចប្រែថាសំណួរ 2-3 ណាពាក្យ不太明白ប្រែថាមិនសូវយល់ឬក៏អាចប្រែថាមិនសូវចេះពាក្យថា不太ខ្មែរយើងចំណាំនិយាយថាមិនសូវតែនេះមិនសូវលក្ខណៈឈួតណាមិនសូវចុចមានអីមួយទៀតហើយនៅពីក្រោយនឹងដូចថាមិនសូវយល់អញ្ចឹងទៅ不太懂不太明白អញ្ចឹងមកណាបាទពាក្យថា愿意យើងប្រែថាសុខចិត្តឬក៏យល់ព្រមស្ម័គ្រចិត្តអីហ្នឹងយល់ទេដូច្នេះសូមអាននិងបកប្រែ clip យើងម្ដងទៀតទាំងអស់គ្នា我已经做完大部分了不过还有几道题不太明白谢谢你愿意帮我ខ្ញុំបានធ្វើរួចភាគច្រើនហើយប៉ុន្តែនៅមានសំណួរ 2-3 ទៀតដែលខ្ញុំនៅមិនទាន់យល់អរគុណដែលអ្នកសុខចិត្តជួយខ្ញុំ
បាទคลิป A របស់យើងគេបានឆ្លើយថា没问题我们放学以后一起去图书馆学习吧这样遇到问题也可以一起讨论បាទសូមម្ដងទៀត没问题我们放学以后一起去图书馆学习吧这样遇到问题也可以一起讨论បាទយើងបកប្រែថាគ្មានបញ្ហាទេបន្ទាប់ពីចេញពីសាលារៀនយើងទៅរៀននៅបណ្ណាល័យជាមួយគ្នាទៅបើជួបបញ្ហាក៏អាចពិភាក្សាជាមួយគ្នាបានដែរបាទសូមកលេចមកមើលពាក្យថា放学以后放学以后យើងប្រែថាបន្ទាប់ពីចេញពីសាលាឬក៏បន្ទាប់ពីចេញពីរៀនណាចំណែកឯពាក្យថា放学ប្រែថាចេញពីរៀនឬក៏ចេញពីសាលារៀនពាក្យថា去图书馆学习去图书馆学习ប្រែថាទៅរៀននៅបណ្ណាល័យពាក្យ图书馆ប្រែថាបណ្ណាល័យចំណែកឯពាក្យថា遇到问题ប្រែថាជួបបញ្ហាឬក៏ជួបប្រទះបញ្ហាបាទសូមអាននឹងបកប្រែឃ្លា A យើងម្ដងទៀតទាំងអស់គ្នា没问题我们放学以后一起去图书馆学习吧这样遇到问题也可以一起讨论គ្មានបញ្ហាទេបន្ទាប់ពីចេញពីសាលារៀនយើងទៅរៀននៅបណ្ណាល័យជាមួយគ្នាទៅបើជួបបញ្ហាក៏យើងអាចពិភាក្សាគ្នាបានដែរបាទឃ្លា B របស់យើងបានឆ្លើយថា好啊和同学一起学习不但能学到更多知识还能提高学习效率ម្ដងទៀត好啊和同学一起学习不但能学到更多知识还能提高学习效率បាទយើងបកប្រែថាល្អណាស់ការរៀនជាមួយមិត្តរួមថ្នាក់មិនត្រឹមតែអាចរៀនបានចំណេះដឹងច្រើនជាងមុនទេហើយថែមទាំងអាចបង្កើនប្រសិទ្ធភាពក្នុងការរៀនសូត្រទៀតផងឬក៏យើងអាចប្រើម្យ៉ាងទៀតថាអូខេការរៀនជាមួយមិត្តរួមថ្នាក់មិនត្រឹមតែអាចរៀនបានចំណេះដឹងបន្ថែមច្រើនជាងមុនទេហើយថែមទាំងអាចលើកកម្ពស់ប្រសិទ្ធភាពក្នុងការសិក្សារៀនសូត្រទៀតផងបាទសូមមើលពាក្យថា一起学习ប្រែថារៀនសូត្រជាមួយគ្នាឬក៏រៀនជាមួយគ្នាបាទសូមក្រឡេកមើលត្រង់ពាក្យថា不但ហើយនឹងយើងអានពុតានណាយើងអាន不但ហើយនឹងបានន័យថានៅក្នុងចន្លោះចុចហ្នឹងយើងត្រូវបំពេញន័យអីមួយបាទវាគឺជាទម្រង់ល្បះតភ្ជាប់ដ៏សំខាន់និងប្រើប្រាស់ញឹកញាប់ក្នុងភាសាចិនសម្រាប់តភ្ជាប់គំនិតពីរដែលបន្ថែមទម្ងន់ឬបន្ថែមផលប្រយោជន៍លើសពីការរំពឹងទុកនិយាយទៅអាចទម្រង់ពាក្យថាពូតានហើយនឹងបាទយើងបកប្រែថាមិនត្រឹមតែថែមទាំងអាចទៀតផងបាទខ្ញុំសូមបំបែកពាក្យយកមកបកប្រែណាពាក្យថាពូតានយើងប្រែថាមិនត្រឹមតែឬក៏មិនត្រឹមតែប៉ុណ្ណោះបាទចំណែកឯពាក្យថាហើយនឹងយើងប្រែថាថែមទាំងអាចឬក៏នៅតែអាចបាទន័យថាត្រង់ចំណុចហ្នឹងយើងត្រូវបន្ថែមអត្ថន័យអ្វីភ្ជាប់ជាមួយវាទៀតហើយបាទបន្តមកមើលពាក្យថា能学到ប្រែថាអាចរៀនបានឬក៏អាចរៀនសូត្របានពាក្យថាគឹងតួប្រែថាកាន់តែច្រើនឬក៏ច្រើនទៀតចំណែកឯពាក្យថា知識យើងប្រែថាចំណេះដឹងឬក៏ចំណេះវិជ្ជាណាបាទពាក្យថា提高ប្រែថាលើកកម្ពស់ឬក៏បង្កើនឬក៏ពង្រឹងចំណែកឯពាក្យថា效率យើងប្រែថាប្រសិទ្ធភាពពាក្យថា学习效率យើងប្រែថាប្រសិទ្ធភាពក្នុងការរៀនឬក៏ប្រសិទ្ធភាពក្នុងការសិក្សារៀនសូត្របាទពាក្យថា提高学习效率 ប្រែថា
ពង្រឹងប្រសិទ្ធភាពរៀនសូត្រឬក៏អាចប្រែម្យ៉ាងទៀតថាបង្កើនប្រសិទ្ធភាពរៀនសូត្រក៏បានឬក៏យើងអាចប្រែថាអភិវឌ្ឍប្រសិទ្ធភាពរៀនសូត្រក៏បានបាទសូមអាននិងបកប្រែឃ្លា B យើងម្ដងទៀតទាំងអស់គ្នា好啊和同学一起学习不但能学到更多知识还能提高学习效率ល្អណាស់ការរៀនជាមួយមិត្តរួមថ្នាក់មិនត្រឹមតែអាចរៀនបានចំណេះដឹងច្រើនជាងមុនទេហើយថែមទាំងអាចបង្កើនប្រសិទ្ធភាពក្នុងការសិក្សារៀនសូត្រទៀតផងបាទសូមរំលឹកមេរៀនសន្ទនារបស់យើងក្នុងថ្ងៃនេះទាំង4ឃ្លាដោយអានទាំងភាសាចិននិងបកប្រែជាភាសាខ្មែរជាមួយខ្ញុំទាំងអស់គ្នាបាទអូខេសូមចាប់ផ្ដើម A 明天老师要检查作业你的作业做完了吗如果有不会的地方我们可以一起复习ថ្ងៃស្អែកគ្រូនឹងពិនិត្យកិច្ចការផ្ទះហើយតើអ្នកបានធ្វើកិច្ចការផ្ទះរបស់អ្នករួចហើយឬនៅបើមានកន្លែងណាមិនចេះយើងអាចរំលឹកវាជាមួយគ្នាបាន B 我已经做完大部分了不过还有几道题不太明白谢谢你愿意帮我ខ្ញុំបានធ្វើរួចរាល់ភាគច្រើនហើយប៉ុន្តែនៅមានសំណួរពីរ3ទៀតដែលខ្ញុំនៅមិនទាន់យល់អរគុណដែលអ្នកសុខចិត្តជួយខ្ញុំ A 没问题我们放学以后一起去图书馆学习吧这样遇到问题也可以一起讨论គ្មានបញ្ហាទេបន្ទាប់ពីចេញពីសាលារៀនពួកយើងទៅរៀននៅបណ្ណាល័យជាមួយគ្នាទៅបើជួបបញ្ហាក៏យើងអាចពិភាក្សាគ្នាបានដែរ B 好啊和同学一起学习不但能学到更多知识还能提高学习效率ល្អណាស់ការរៀនជាមួយមិត្តរួមថ្នាក់មិនត្រឹមតែអាចរៀនបានចំណេះដឹងច្រើនជាងមុនទេហើយថែមទាំងអាចបង្កើនប្រសិទ្ធភាពក្នុងការរៀនសូត្រទៀតផងបាទខ្ញុំសូមស្លេះមេរៀនសន្ទនារបស់យើងត្រឹម4ឃ្លាសិននៅក្នុងថ្ងៃនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយកចិត្តទុកដាក់សិក្សារៀនសូត្រជាពិសេសត្រូវកត់ត្រាមេរៀនទុកក្នុងសៀវភៅឲ្យបានល្អគ្រប់គ្នាផងបាទអរគុណច្រើនប្រសិនបើបងប្អូនយល់ថាវីដេអូក៏ដូចជាយល់ថាការបង្រៀនរបស់ខ្ញុំបាទមានប្រយោជន៍ចំពោះបងប្អូនសម្រាប់ការសិក្សារៀនសូត្របងប្អូនអាចចុច Subscribe Channel YouTube របស់ខ្ញុំរួចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានការចែករំលែកក៏ដូចជាទទួលបានវីដេអូមេរៀនថ្មីៗពីខាងខ្ញុំបន្តទៀតបាទអរគុណច្រើនយើងនឹងត្រឡប់មកជួបគ្នាវិញនៅវីដេអូក្រោយៗទៀតជាមួយនឹងមេរៀនទី3ភាគ5អរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗជាមួយនឹងខ្ញុំបាទ PPL ចែករំលែកភាសាចិន同学们再见